ប្តីខ្ញុំតាំងពីចាស់លេង Facebook មកចេញពីធ្វើការភ្លាមចាប់ប្រាំងម៉ូតូសឹងតែមិនទាន់បងប្អូនគឺថាទាញទូរស័ព្ទថតខ្ញុំដល់ពេលឃើញគាត់អញ្ចឹងពេកទៅគឺថាខ្ញុំក៏អត់ឃើញគាត់ខ្ញុំចង់រត់ហ្មងគឺខ្ញុំខ្លាចគាត់ហ្មងមិនថាដល់ចាស់លេង Facebook ក៏បងប្អូនទាំងអស់គ្នាដល់ពេលចាស់លេងម្ដងអញ្ចឹងអូគ្រាន់តែផុសបានម៉ាក់មួយបងប្អូនហើយអង្គុយចាំមើលបណ្ណាគេឡាចខ្លះឲ្យតែមានបណ្ណាគេខមមិនបើកាន់ទូរស័ព្ទមកសួរប្រពន្ធហើយបងប្អូនទាំងអស់គ្នាដល់ពេលអញ្ចឹងទៅខ្ញុំមកឡើងវិលមុខជាមួយនឹងគាត់ហ្នឹងគេខ្លះថាលេង Facebook អត់ចេះញៀនមានតែញៀនអីបងប្អូនតែបានលេងហើយក៏ដូចប្តីខ្ញុំអញ្ចឹងចេញពីធ្វើការវិញគឺថាតាមកតុយពីក្រោយប្រពន្ធហ្នឹងហ្មងថាគេចេះតែសចេះអីមិនសូវអីទេប៉ុន្តែប្តីខ្ញុំនេះគឺថាគាត់អត់ចេះតែសបណ្ណាគេខមមិនមកមួយគឺថាសួរមួយបងប្អូនថាមានបណ្ណាគេតែសើគាត់ថាគាត់សង្ហាអីបងប្អូនទាំងគ្នាតាញឹមឡើងស្រក់ទឹកមាត់តាក់នៅហ្នឹងថាឡើយខ្ញុំធុញសំបីតាអាវងឆាយក៏វាធុញវាដែរខ្ញុំមិនសិនមិនបានមកបកប្រែខមមិនឲ្យគាត់ហ្នឹងទេថាគាត់ដេញតាមបាច់បានធ្វើបបរគ្រឿងហូបតែហ្នឹងតែឆៃខមមិនទៅបានឃើញអូ friend របស់ខ្ញុំតើបងប្អូនទាំងគ្នាលេងរត់មកកន្លែង Facebook ប្តីខ្ញុំអស់លេងតាបានជា page របស់ខ្ញុំពេលផុសទៅអត់មាន view បាត់ view អស់លេងបងប្អូនទាំងគ្នាអញ្ចឹងសោះឲ្យប្តីខ្ញុំយប់មិញដេកគ្មានលក់អីបងប្អូនវិលកេះសួននេះមកផ្លែតសួននោះអើយឈប់និយាយដើមប្តីឥឡូវហ្នឹងគឺមកធ្វើបបរគ្រឿងបងប្អូននេះគ្រឿងផ្សំរបស់ខ្ញុំបបរមាន់ផងបបរគ្រឿងក្នុងរបស់ជ្រូកផងបងប្អូនទាំងខាងហ្នឹងថាគ្រឿងវាត្រូវការច្រើនណាស់ប៉ុន្តែខ្ញុំមានមិនគឺខ្ញុំធ្វើប៉ុណ្ណឹងឡើយគឺខ្ញុំធ្វើការបំពងខ្ទឹមសសិនឲ្យវាឈ្ងុយហើយជាមួយនឹងគេហៅ high B ខ្ញុំចង់ផ្លិចទៀតបងប្អូនទាំងគ្នាចាឈ្ងុយហើយឥឡូវគឺខ្ញុំដាក់ទឹកចូលតែម្ដងទៅគឺឥឡូវហ្នឹងគឺដាក់ទឹកមកល្មមគឺយើងធ្វើការរំងាស់ឲ្យទឹកពុះសិនចាំយើងដាក់គ្រឿងរបស់យើងស្របពេលរងចាំទឹកពុះហ្នឹងគឺខ្ញុំណែនាំជាមួយនឹងផលិតផល Skinny ស្រក់លឿននេះបណ្ណាគេល្បីដែរបងប្អូនបើនៅចិនវិញគឺលក់ដាច់ខ្លាំងមែនទែនគាត់មានបញ្ហាក្បាលពោះធំដើមដៃធំឬក៏មានបញ្ហាផ្លូវធំខ្លាញ់នៅកន្លែងណាគឺស្រក់កន្លែងហ្នឹងតែបងប្អូនបានប្រើជាឈុតបែបនេះគឺធានាថាស្រក់តែម្ដងបងប្អូនតគ្នាขั้นตอนឥឡូវហ្នឹងមានការប្រម៉ូសិនអាចធ្វើការឆាតចូលក្នុង page របស់ខ្ញុំបានពីសម្រាប់ Skinny ក្របធញ្ញជាតិនេះបងប្អូនស្គាល់ច្រើនហើយគឺជាអ្នកឯកទេសនៅក្នុងការជួយដុតរំលាយជាតិខ្លាំងទៅបងសម្រួលដល់សម្ពាធឈាមធ្វើឲ្យយើងកៃលក់ស្រួលបានប្រើជាឈុតបែបនេះទៀតបងប្អូនគឺឈុតនឹងស្រក់លឿនខ្លាំងមែនតើឯ iPhone អនាម័យអូនអនមួយរយៈពេលហ្នឹងក៏ផ្ទុះខ្លាំងដែរបងប្អូនទាំងគ្នា iPhone របស់គេគឺមានបាញ់មកពពុះស្រាច់បងប្អូនទាំងគ្នាលាងសម្អាតស្អាតហើយបងប្អូនជូតស្ងួតបងប្អូនប្រើជាមួយស្ប្រៃមុខហ្នឹងគឺជាឈុតគោដៃមួយគ្នាហ្មងស្ប្រៃងាយស្រួលបាញ់បងប្អូនបាញ់តែមួយឆាតទៅគឺអូខេ iPhone អនាម័យអូនអនគឺជាអ្នកឯកទេសនៅក្នុងការជួយលាងសម្អាតបំបត្តិធំក្លិនគឺជាពិសេសគឺជួយបញ្ហាអ្នកដែលគាត់មានបញ្ហាកន្ទួលរមាស់និងបញ្ហារលាកផងដែរលើទឹករបស់យើងពុះល្មមដាក់ជាមួយនឹងផ្សិតក្រៀមហើយនឹងការ៉ុតបន្តិចម្សៅស៊ុបហើយនឹងអំបិលហើយជាមួយនឹងស្ករសជាមួយនឹងចាចំណែកគ្រឿងក្នុងខ្ញុំមានជាមួយថ្លើមជ្រូកចាមានជាមួយពោះវេនជាមួយនឹងសាច់ជ្រូក3ជាន់បងប្អូនចម្លែកអត់នៅពេលដែលខ្ញុំពពណ៌ខ្ញុំដាក់ការ៉ុតចឹងបងប្អូនតគ្នាហើយខ្ញុំមានជាមួយមាន់ហើយនឹងគ្រឿងក្នុងមាន់ផងដែរឆ្លៀតពេលដែលមាន់យើងរំងាស់ហ្នឹងឥឡូវខ្ញុំធ្វើការឆាជាមួយអង្គយើងផងដែរគឺខ្ញុំធ្វើការបំពងខ្ទឹមបងប្អូនតគ្នាចាខ្ទឹមរបស់ខ្ញុំបំពងរៀងច្រើនគឺខ្ញុំទុកម្លែកទុកដាក់ពេលដែលយើងញ៉ាំមកនឹងមកចំណែកទៀតគឺយើងឆាជាមួយអង្គតែខ្ញុំមិនមែនអ្នកជំនាញធ្វើម្ហូបស្អីទេបងប្អូនតគ្នាចាអាចធ្វើតាមគេតាមឯងទេតែចាក់ស្ដែងបបរខ្ញុំថ្ងៃហ្នឹងគឺខ្វះគ្រឿងច្រើនខ្លាំងមែនទេអត់មានឆិចបើចាអត់មានគ្រឿងជីអីត្រឹមត្រូវដូចគេទេចុះបើយើងនៅនេះបងប្អូនហើយចូលស្ទឹងតាមបត់ហ្មងណាគឺខ្ញុំស្រង់សាច់ចាញ់ហើយគឺខ្ញុំដាក់ជាមួយនឹងអង្គរបស់ខ្ញុំចូលខ្ញុំញ៉ាំបបរខ្ញុំអត់ចូលចិត្តខាប់ទេខ្ញុំចូលចិត្តរៀងរាវអញ្ចឹងណាហើយនេះជាមួយនឹងសាច់របស់យើងនិងគ្រឿងផ្សំរបស់យើងហើយនិយាយពីភ្លៀងបងប្អូនរងហើយបងប្អូនដឹងមិនបានញ៉ាំម្ដៅបានតែថត់នៅក្រៅសារតែភ្លៀងនឹងឯងបងប្អូនអញ្ចឹងហើយនៅផ្ទះធ្វើអីញ៉ាំឆ្ងាញ់អញ្ចឹងទៅឥឡូវហ្នឹងបបររបស់យើងឆ្អិនហើយយើងមានខាងក្រោមជាមួយសណ្តែកបដូងយើងដាក់ជាមួយនឹងបបរយើងអញ្ចឹងមកក្តៅបងប្អូនតគ្នាហើយភ្លៀងទៀតហើយជាមួយនឹងថ្លើមជ្រូកសាច់មាន់ផ្លូវមាន់ចាស្លាប់មាន់ដាក់ទៅស្លែងបតានឹកឃើញឃ្លានទៀតហើយនេះបងប្អូនចោះគ្នាញ៉ៃមួយចំណិតពីរចំណិតដែរបងប្អូនឲ្យសារតែរលឹមអញ្ចឹងផងបើមានសៀងមានម្ទេសឆាទៀតបងប្អូនហើយមិនដឹងឆ្ងាញ់ប៉ុណ្ណាទេមិនបងប្អូនអត់មានអញ្ចឹងហើយចូលស្ទឹងតាមបត់អញ្ចឹងឲ្យប្តីញ៉ាំមុនគេព្រោះដោយសារប្តីខ្ញុំគាត់ប្រញាប់ញ៉ាំហើយអាងគាត់ទៅធ្វើការហ្នឹងគឺគាត់ចេញធ្វើការពេលថ្ងៃថតពីក្នុងផ្ទះហ្នឹងគឺល្ងឹតងឹតរសារនៅក្រៅភ្លៀងខ្លាំងបងប្អូនតគ្នាវីដេអូបងប្អូនថ្ងៃហ្នឹងចែកម្លែកដល់ត្រឹមហ្នឹងចាំជួបគ្នាវីដេអូថ្ងៃស្អែកទៀត